mà xong Broken Wall mới máu cầm đồng phí sạc khăn romer được khi à là xong Broken Wall mà đang chơi ra các bạn nè Broken Wall tưng let's go mà sống ban à đó xong ao mới điên mất ao nè cái áo pì nữa nghe ai kì pro đấy xong đặt lại đó xong đặt lại ao farm si con và for là fan đi cặp fan khai gọi nó scan pick yeah cho mình lộn mới đang đặt lại first pick rồi anh đang giờ đang thằng bọc cạn này cái này thì giờ đang này yeah Fanny Kuzan Ezu so chip Fanny con bạn chắp đá bạn chắp Ezu đá này nó khen mới được trong khơi khen đi trong khơi khen yeah tại cô lên bọc Kuzan ấy đặc biệt có đánh mơ lò màn té và bọt bọc quạt cứ có mà nói này hay performance trong crowd đặc biệt ban khơi có em bọc quạt được cái bạn bán bén Fanny bà xía bén cho bà đấy chẳng nói so chủ xin Sokimi đại chỉ hero là ai first pick ឈប់ đại chỉ first bén lot đấy cho so này ហ្នឹងហើយមួយទៀតជាមួយនឹងឈ្មោះ Vincent 21ឬក៏ Vincent ស៊ី Vincent 21អូយង21មែន Vincent 21 first គឺតែសួរបងសិនទៅ21 first ទៅអត់21នេះនេះអី អូបែន Vincent សល់ Lancelot នេះជាអន្តៈ គឺ anyone នេះ chip ក៏នៅសល់ដែរស៊ូស៊ីនគីមីសល់ chip ក៏សល់ឥឡូវគេចាប់ដាក់កតុយលេខអស់ហើយនេះដាក់អស់ហើយឃើញតែមួយតា ជូស៊ីនល្អ យ៉ាជូស៊ីនល្អតែនៅសល់ chip Lancelot chip Lancelot សល់គីមីទៀតតែខ្ញុំគិតថាជូស៊ីន still the best យេសល់គីមីដូចគ្នាអេអន្តឡាបែរ Yes sir I need this អូកាលិតមក chip មកអើយខាលិតនឹងចាញ់នៅក្នុងហ្គេមនេះ1លាន%ណូ អាឡត Fredrin នឹងខាលិតកតតចំណេញហ្នឹងឡត Fredrin តែនៅសល់ Tiger សល់អីដែរជាមួយនឹងការ counter ទៅលើ chip ណា Mino ក៏សល់ដូចគ្នា hero ដែល counter ទៅលើ chip នៅសល់ពេលដែល chip teleport គាត់ថាកាលិតនៅតែ counter បានដូចអត់អីទេយ៉ាអូនេះពីរហ្នឹង counter បាត់ហើយដុំហ្នឹងហើយតែហោះមកភ្លាមវាយភ្លាមអត់ទេចូលបើ Tiger ហើយ Mino វានៅនឹងហ្មងហោះមកវានៅនឹងហ្មងវាដំវាដាក់ skill ចោលយកហ្មងបាទLancelot ចេះនេះយើងបាក់លេងតែតយក100លេង early game សម្រាប់ខាង team Darkrai Esports ចុះមកទៅនិយាយ Athena ចុះបើ Assassin នៅសល់ Hayabusa ជម្រើសល្អដែរសម្រាប់ការលេង game នេះបើចង់លេង Assassin ណាខាងនេះDarkrai ចំហើយដល់តំណងមកឈីបអីនេះមែនគេឡូហ្គោអត់ទេស្មាននិយាយខាងនេះគេចេញ Fredrin ដែរណាចុះបើសិនជា Alice Lancelot ជូស៊ីនមេតា hero យើងយកមកប្រើមកយើងទៅគិតអីនាំឈីក្បាលផាសាអូលឿនអូផាសាណាកានីណាកាខ្ញុំអត់គិតទេណានីណាកាថ្ងៃនេះមានបងប្អូនល្អមកគ្រប់ត្រូលទេមែនហ្នឹងហើយបងប្អូនល្អគេមកហ្នឹងអង្គុយមួយពេជ្រអេនីទៅហ្នឹងដែរអាយ៉ាហើយមកមួយម្នាក់ទៀតហ្នឹងណាគេមកគ្នាដូចឃើញ3នាក់ចាប់តែអត់ដឹងអ្នកទៀតឈ្មោះអីបាទលើបែន3បែនសល់ Golan សល់ទាំងពីរសល់ Golan របស់Kuzan អេហេសល់មកស្កូវហារ៉ាត់ដូចជាតំណងហ៎ហារ៉ាត់បើមកស្កូវខាងដាក់រ៉ៃយកតំណងតែបើសិនជាខាងPro Sport យកអត់តំណងនិយាយដល់ Pro កុំលេង split បើលេង split បាក់លេងឈីបគេហ្នឹងហើយគេមាន chip កុំលេង split លេងអាដុំមកយ៉ាតើបើមាន roamer pick off ដាក់ Beatrix មកសុបាយលេងហ៎បងយ៉ាព្រោះដុំទៀត skill ស AOE បែរឡាពូល្អដែរតាគួងយកឡាពូមកកុំឲ្យហើយ Pasha នេះអាចនឹងមាន pick off យ៉ាអាចតែតាមពិតបើតាមមេតាចាស់ដែរពីមុន Simic នៅ outdate យកមកចេញ chip គេ outdate យកមកហ៊ានតែចូលមកមក portal ទេធ្លាប់តែធ្វើមិនមួយនោះខេតក៏មិន pick outdate ENC ឲ្យ pick កាគូទៀតENC ដែរហ្នឹង counter នេះទេ Alice Angela របស់ Darkrai ហ្នឹងតែកាលហ្នឹងក៏លោតចូលពុបលើកគ្នាវូបែរក្រក់ចោលទៅងៅណងតែហ្គេមខ្ញុំគិតថា Pro បើសិនជាដក Harrod នៅពេលដុំមិនឡើង shield ច្រើនមក shield 5យកតដឹងណាថា a lot នេះ a lot roll គឺ EP ណាអត់ experience 200ច្រើន experience 200ច្រើន a lot លេង roamer Kara hero one shot អត់បានធ្វើអីទៀតតែគាត់វា flexible យើងអាចគាត់ថាឥឡូវ front line យើងមាន Fredrin មួយដែរ Beatrix អីគេទៀតមើល hero វាយអស់លីសកលូវwait what about Beatrix Franco ដូចមិញ chip Lancelot សបុកចូលមកនេះហ្នឹងហើយតែចាប់កំពុងលូជាប់នឹងបណ្ដោយ
ចាំបើគេ pick Matrix យើងមិនដឹងថាគេ pick Rome អី ព្រោះដោយសារវគ្គនេះគឺជាវគ្គPokemon បាយដែរ Khalid Franco ទៅជាល្អតែបើ ព្រោះដោយសារបើយើងគិតទៅលើ Full Hero Body 7មានដូច Atlas ដូចអីវាមិនមែន Hero Outpack ទេប៉ុន្តែ Hero Full Atlas ហ្នឹងនេះដែរ Hero របស់ Andy ដែរចេះលេតហ្នឹង Khalid Wayne ណាខែ Khalid Hero និយាយទៅបើសិនយើងចង់លេខទម្រង់ pick up វានៅតែមានអញ្ចឹងតែបើ pick up ជាដុំវានៅសល់ថៃគ្រាសមីណូដែរយ៉ាវាទុកសំណុកទុក counter ទៅលើនេះទៅលើ chip បាទ មីណូថៃគ្រាសនៅសល់យើងមិនបាច់តន់គិតរឿង Rome ទេឥឡូវសំខាន់ pick Golan សិន pick goal Golan Moscow អត់ recommend ទេតែបើសិនជា Granger Granger គាត់ថា Granger ច្រើន Granger Matrix ទៅ Granger Matrix 2 aim ហ្នឹងហើយ ការសម្រេចចិត្តរបស់ខេតគាត់ ខេតគាត់ទេព្រោះដោយសារហ្គេមនេះមើលបើសិនជា Golan របស់ខាង Team Dark Knight នៅសល់ Harrod អូ បាទ Fervia Harrod Golan អញ្ចឹងមិន ចឹងបែរ Harrod វាបាត់ហើយហ្នឹងយ៉ាសល់ Harrod មិន pick off ទេមិន pick off ទេ ចា Harrod ហ្នឹងមួយ chip ហ្នឹងម្នាក់ម្យ៉ាងជួនកាល chip អាចនឹង counter Harrod តែបើ Harrod គេ start អាចនឹង Harrod counter chip វិញ teleport មកហ៊ានចូលមកប្រកាកតែវាយនឹង សំខាន់យក Mino មកអម Harrod ហ្នឹងហើយ Mino យ៉ា Mino បានហើយគ្រាក៏បាន Mino ល្អជាង មាន heal ក្នុង Mino ល្អការ control ដូចតែគ្នាណាមួយ Harrod មានជាមសង ដល់បើ pick Golan សល់ Granger យក Granger យ៉ា Golan Granger សល់ Granger Granger experience លេងគេ Granger អត់ hello Granger ទៅណងអី Granger Granger សក់កលូដែរសក់កលូជាន់ពេទ្យរិន Kalo គេ Granger Kalo ខ្ញុំ Dress ឡើងយ៉ាងទៅណងណាឲ្យបោកហ្មងឆយបោកយកហ្មងមែនណាឆយបោកយកបោកដល់ជាតិក្រោយហើយ Hero Broken map Broken Wall ហើយវាត្រូវមួយ chip ទៀតព្រោះ Hero ហ្នឹងវា mobility យឺតហ្នឹងហើយដាក់ portal មកជន់ទាំងយកហ្មង Mino ថៃគ្រាពីរហ្នឹងមួយណាក៏ល្អដែរសម្រាប់ពី Hero ហ្នឹងវាសិនល្អដូចគ្នា Mino ហើយមួយថៃគ្រា Mino ថៃគ្រា អាឡតហ្នឹងហុចទៅ EP តែពេលច្រើនចេះយក បាត់ដាំងឬក៏កតបល្អជាង ultimate នេះហ៎ បាត់ដាំងឬក៏កតប2ហ្នឹងក៏បានជាយ៉ាបាត់ដាំងឬក៏កតបស្រួលលេងជាបាត់ដាំងក៏មាន immune កតបក៏អាចចាំ load back up លោតចេញដែរគឺ load back up បានដូចគ្នាហ្នឹងគេ ឲ្យ Fredrin front line ចាហ្នឹងក៏ល្អយ៉ាកណាត់ហ្នឹងក៏ល្អ ខេតគាត់ មកតែចកេះតិចបាត់ទៀតដើរ Fredrin ទៅអត់សំតង់យកហ្មងដោយសារតែ Hero មួយទៀតនេះអាចជួយច្រើនដល់ Harrod នៅ early game ដើម្បី switch farm ទេជួយបានតែមួយគឺមានតែ Fredrin ហ្នឹងហ្មងយ៉ាទី1ទី2វាលេងតែមួយ Fredrin ហ្នឹងហេតុ combo មួយ Pasha ក៏ត្រូវដែរអញអត់ដឹងដែរនេះគឺជាការសម្រេចចិត្តរបស់ខូចក៏ អាដែងដែរឆ្លោះចង្កេះដែរម្ដងតែនិយាយថាបានម៉ាតាដានេះបង្កើន speed farm របស់ Fredrin នេះ រៃស្បតខាក់ទុយបាទអូមកក្រោយមកសល់2អូនឯងលេងស្រួលបួចង់លេងមើលថាមកសល់ឥឡូវម្ដង2ក្នុងក្រោយក្នុង2ដែរអើយយេមានអ្នកចាំមើលដៃអូមើល flicker 8នាក់ហ្នឹងហើយមានអីត្រូវលេងមាន start home អត់មាន high level account control បាទកលូជីស្រូបវាគេនាំចូលផ្ទះបាត់តែហ្គេមនេះយើងទៅឃើញហើយ D7 អាសាលេងមកទៀតដាហ្នឹងគឺជួយឲ្យគូសែនជាមួយនឹងការជំរុញឡើងឲ្យជាមួយជំរុញ speed farm របស់គាត់កាន់លឿនបាទហ្នឹងបើគាត់ពី Granger ទៅមកទាញអើយកាលមកលេងដល់តែដល់ពេលឃើញគាត់ពី Harrod ខ្ញុំអត់រំពឹងថាគាត់ចេញមកទីឡាណានិយាយតាមត្រង់តែបើយក Granger មកងាងដែរគេយកកលូមកយើងពិបាកបាញ់បាទបាញ់អត់ចូលបាញ់ចំតែជួយបាទចឹងក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់គូទី3គឺជាគូកូនបើរវាង Dark Knight Esports ប៉ាជាមួយនឹង Pro Esports មិញបាទណាតាន់នេះទៅនៅណាតាន់មួយម៉ាតាដាមែនហើយខ្ញុំគិតថា Harrod វា VM ជាងតែអត់អាយ៉ាក្រាមគាត់អត់នេះយើងមើលអត់ឃើញជាការបាត់ម៉ាតាដាមកបាទពីបាត់ check map early game មិញយកបានឃើញបែបមិញគឺតែ check map ទូ level 2បាត់ហើយបាទមិញដើរទៅជួបបាទបានតែឃើញមនុស្ស4នាក់អញ្ចឹងទូ level 2បាត់ហើយហ្នឹងហើយបាទអូចឹងវាចំណេញត្រង់ early game អញ្ចឹងដែរលឿនណាលឿនខ្ញុំគិតថាបើទៅក្លុកទៀតបាទអាយ៉ាបាទ Vincent ប៉ាជាមួយនឹង Kusen សែនដូចគ្នាមែន Kusen Vincent អីចា
តែឥឡូវគេមាន21 អើទៅយកទៅ បាទជាមួយនឹង Mobile Legends Project Next របស់យើងក៏បានចេញទូកអង្គថ្មីគឺ Obsidian តាំងពីថ្ងៃ17ខែកញ្ញាមកម្លេះដល់ឥឡូវគឺយើងលេងបានហើយបាទ បានមួយហ្គេម ធ្វើការទិញឥឡូវនេះដើម្បីធ្វើការលេងជាមួយនឹង Obsidian Classic 2 game នឹងអាចដកក្នុង rank បាន តែបើយើងលេង5នាក់ដល់មិនបាច់លេង classic និយាយទៅខ្ញុំ recommend មួយកុំយកឲ្យរងលេង experience ឡើង បាទ ទៅគួរ ចឹងយើងក៏មិនភ្លេចដែរជាមួយនឹងទូរស័ព្ទដៃ Infinix របស់យើងគឺជា official sponsor យើងធំយកហ្មងពី season ណាហើយយើងបានឃើញដែរជាមួយនឹង player ក៏គាត់បានលេងជាមួយនឹងទៅលើ device របស់ Infinix ដូចគ្នាបាទចឹងគឺបាត់ជា M Sram អរគុណច្រើនមែនទែនសម្រាប់ Infinix សម្រាប់ការគ្រប់គ្រងក្នុងវិស័យ Mobile My God មើល moving speed ណា សឹងគ្រប់គ្នាយកតែម្ដង តាម map ហើយយ៉ាងចាំ stand ទៅលើសាយកតែម្ដងប៉ុន្តែដោយសារតែ stake ចូលទៅអត់ដល់ដូចគ្នាចឹងរត់តាមម៉ាណយតែម្ដងទៅដល់ជាមួយនឹង Azu ធ្វើការធួនតែអត់ចំជាមួយនឹង Cram God ធ្វើការវាយមួយដកថយហើយបាទអូយបញ្ញា បាទទៅលេងបញ្ញាមួយភ្លាមអត់ប៉ះទេបាទមានការ hold បាទ hold មកវិញ អូ chip យក rapid boot Cram God យកលឿនឲ្យពាក់អញ្ជៀនមួយ មិនគេយើងឃើញ Felix គាត់លេងជាមួយនឹង MLM S2 របស់គាត់លេង Festival Blood បាទ S1 របស់គាត់ Adaptive Attack ហើយ MLM ធំ Fighter មើលតក្នុងលឿនពេក Festival Blood យកចាក់ឡើងឈាម ឥឡូវអាឡនឥឡូវគេលេងយ៉ាងណាគេយកឋានៈសិទ្ធិហើយបាទ បាទនេះបានឡើងឈាមក៏វារៀងមិនល្មមដែរ ហើយយើងមើលក្រាមគាត់អណយក្រាមគាត់អណយ បាទចឹងមានការអស់ចោះអស់ឡើងអស់ចោះអស់ឡើងប៉ុន្តែអាចនឹង fast ថតដែរទេបើផុតថតមួយយកតែម្ដងពីវត្តមានរបស់ក្រាមក៏ប៉ុន្តែយើងមើលជាមួយនឹងសាអស់អាទីនេះគ្នា reset ជាមួយនឹងថតប៉ុន្តែយើងមើលជាមួយនឹងវត្តមានរបស់ boom ធ្វើការឡើងពេញ passive ចាប់ទៅលើ disband ដែរទេអត់ទាន់ចាប់ទេជាមួយនឹង final slash មួយប៉ុន្តែពីវត្តមានរបស់ពេលនេះធ្វើការចាក់ដាក់ខ្សែយកជាមួយនឹងថតទី1បាល់អស់ខ្លះទេប៉ុន្តែយើងមើលជាមួយនឹង Asu ក៏បាត់បោះតែ first blood ពីវត្តមានរបស់ dark side ធ្វើការដេញបាញ់យកទៅជាមួយនឹងការ rotate មកនេះគ្នាពី Vincent តែបកាពី dark side Oh my god Vincent auto skill ជាមួយនឹង double kill ចាំភ្លាមមិញជាមួយនឹងមុននឹងថតការមិញហ្នឹងគឺសារក៏គាត់ចាយ ultimate ហើយក្រាមគាត់ចាយ portal ហើយដូចគ្នា បាទ ប៉ុន្តែមិញដោយសារតែ team fight មិញហ្នឹងគឺមានការក្លុកពី boom ចូលទៅជន់ពេញ stack ប៉ុន្តែគាត់អត់ខ្លាំងអាល់ទីទេគាត់ឃើញឈាមបោះ A ស្រួលរៀងលោបាទគាត់ឡើងកជិះជន់យកហ្មង ហ្នឹង បាទចឹង total ទី1ចំណេញខ្លាំងមែនតើទៅលើ Dark Rai Esport បាទបោកទៅលើ disband យកតែម្ដងពីក្រាមគាត់ អីយ៉ា យកបាន total ទី1ហើយយកបាន2 kill ទេណាមិញ បាទសំខាន់គឺចូលទៅលើ jungle ទេ បាទលេង Felix game នេះ ខុសគ្នាម្នាក់មក level ហ្នឹង Felix ចាំ one shot ទៀតទៅតាមគិត ហ្នឹងហើយ ជំរឿសរបស់ Felix មានតែមួយគឺ one shot only បាទចឹងអត់បញ្ហាទេមានការចូលទៅ invite បន្ថែមទៀត Azu អាចនឹងយកជាមួយនឹង jungle នេះបានដែរទេទាំងនៅ level លឹកគ្នាមក level ពីវត្តមានរបស់ dark side បាន expected តែគាត់ចង់លេង utility ណា game ហ្នឹងគាត់ចង់ផ្ដោតលើ utility វិញជាងប្រើ assassin លេងបាទ land boom ធំអាឡនពិបាកចាក់គីឡូ សបាយណាគីឡូ game នេះ គីឡូធំហ្គេមនេះមើលក្រាមគាត់អង្គុយបើក map ឲ្យលោនោះ បាទ ដឹងយក hero យកទៅវាយគីឡូទេលោកអើយ មក single 100 target hero single target យ៉ាអស់ហាទី Cousin ពី Cousin បុកកាបេតតែបន្តតែសារមានវត្តមាន disband នៅកន្លែងនោះ ហ្នឹង បាទ បាទយើងក៏ផ្លេចជាមួយនឹងកញ្ចប់ MLBB ទទួលបានពេជ្ររហូតដល់235ពេជ្រនិងលេង Mobile Legends តាមចិត្តយកតែម្ដងដើម្បីភ្ជាប់ប្រតិបត្តិកាយ16 15កាយ1កាយ2ត្រង់ជ្រូកបាទចេះតែកាយ16 86កាយ1ត្រង់ជ្រូកបាទជាស្អីនោះនេះជាមួយនឹងកម្រង Share Cap MLBB ផងដែរ បាទចឹងតើមានការ spawn មកជាមួយនឹង total ទី2តាមវត្តមានរបស់ Pro Esport អ្នកយកបានឬក៏បន្តការយកបានពី Dark Rai Esport ដូចគ្នាបាទ ជន់ ការ នេះ ចាំពេញជាមួយនឹង passive ឡើយបាទពីវត្តមានរបស់ Boom ធ្វើការបំពេញជាមួយនឹង stake របស់គាត់ទៅលើ Asu ចាប់ផ្ដើមជាមួយនឹងការបុក RT យកតែម្ដងប៉ុន្តែសិនតែប្រជុំតែបន្តពីវត្តមានរបស់ D7 ធ្វើការចាប់បោ D7 បងវាយចាយ flicker មើលបណ្ដាពីវត្តមានរបស់ D7 ប៉ុន្តែយកមកជាមួយនឹង Boom បាត់ចិត្តឈឹងយកតែម្ដងប៉ុន្តែមានការអស់ជាមួយនឹង Total ចេញមកវិញដូចគ្នា hero ហ្នឹងធំ បាទហ្នឹងហើយយ៉ាមកទួនមួយទៅលើ Boom មក skill ទី2របស់ Zat ដូចគ្នាប៉ុន្តែអត់បញ្ហាមកវាយដល់ស្លាប់ពី Felix ជាប់តែ Boom តែបន្តអត់ទាន់បញ្ហាទេជាមួយនឹង Asu បាននឹងលំខ្លួនអាចជីកយកតែម្ដងជាមួយនឹងការ killing spree ពីវត្តមានរបស់ Dark Side យេរ៉ូគឺចូលអត់ចោះយកហ្មង ប្រាស់តែបាក់លេងហ่า បាក់លេង ប៊ីអើយ ចូលអត់ចោះប្រហើយយីទៅគីឡូជន់ពេញ map ហ្នឹងមើលអូខលហើយខលប្រហើយហើយយើ តែឥឡូវឈប់យើងវិភាគត្រាស់របស់ Pro បាទ តើការ pick បែបហ្នឹងគាត់ចង់លេងបែបម៉េចណោះការខៃចេញចូលតែការខៃចេញចូលវាអត់ស្រួលទេណា ហ្នឹងហើយ ព្រោះគេយកមកដើម្បី control គឺហ្នឹង បាទ ហើយបើ rotation គេមាន cram god ទៀតបបាក់មែនទេ មើលហ្គេងអត់
ចូលហ្គេមយកហ្វមrồi បងរត់ថេតពីក្រោមឡើងដល់លើ បាទ ហ្គេមនេះត perfect មួយគឺគ្រាន់គេជីកយតោងជឿរត់ថេតពីក្រោមឡើងដល់លើគាត់ fast clear ក្រោមហើយណាគាត់រត់ថេតឡើងទៅដល់លើយក ចុះ Dark Side clear យកបាន Team 1 Direct នៅខាងbottom lane ហ្នឹង ហ្នឹងហើយ ចូលចាប់តាមចូល team fight អី ជីវ៉ាន់ដាច់3ផ្លូវអី បាទ គ្នាចាស់ប៉ាគេបាទមកយូរមកវិញណាអែម នេះដូចមានអារម្មណ៍ថារៀងតាន់តាប់ តាន់តាប់ហៀបពងសើចល្អអនឡាញយេ ហើយអត់មានមកទៅសើបងអូនថ្លៃទេ លេងអត់ថាដូចគ្នា ថាលែនបន្តិចសិនបងអូនអត់ត្រូវទេ អត់ដឹងអី ដឹងអីមិនរួចខ្លួនតែស៊ីនាងមួយទេ ហួយខ្លួនស៊ីនាងមួយទេ សុំបីតែបងអូនដេកអេសពោះនឹងដែរក៏ត្រូវដែរដល់ជាបងអូន stream អត់ទេ អូនេះ stream អត់ តែ ដឹង មានពីគូទេ អត់ដឹង អូ បាទគូទី3បែបទៅប៉ាជីបាទតែមិនចូលបាទអញ្ចឹង306នាទីបាទសស្រីរបស់យើងនៅក្នុងហ្គេមទី1ហាក់3ដូចខាងនេះ3ខាងនេះ0ហើយបាទអញ្ចឹងហាក់បីដូចជាខាងដាក់ក្រៃរឿងនាំមុខនៅ early game ខ្លាំងមែនតើ បាទ ភាគរយ snowball ក៏អាចមានដូចគ្នាផងដែរតែសារតែបើសិនជា Granger គាត់មានជាមួយនឹង stack sky fister សบายលេងមែនតើហ្គេមនេះសบาย finish យើងមកប៊ូមចាប់យ៉ាងណាក្នុងទៅហើយ បាទនិយាយទៅហ្គេមនេះបើសិនជាយើងមើលទៅជាមួយនឹង Gram គាត់ពីអ្នកបុំហ្នឹងគឺអាចក្រែងបានមើលសោះ hero single target ហើយណាមួយបើសិនជានិយាយពីសារគេតាមត RT គេអាចនឹងឈ្មោលទៅរកគាត់នេះ 3k ចុះទៅដល់ជាមួយនឹង Gram គាត់ចាយ flicker មួយក៏ដូចជាមានការដកថយមកវិញដូចគ្នា បាទសម្រាប់ពីការលេង Mobile Legends Bang គ្មានអ្វីសប្បាយជាងប្រពូលគ្នាមកមើលនៅរោងកុនលេងចឹងទេបាទមកដល់ក៏ផ្លេចសាកជាមួយនឹងពោតផ្ទុះទាំងអស់គ្នាឲ្យ fan MPL នឹងទទួលបានជាមួយនឹងការបញ្ចុះ like 10% ភ្លាមជាមួយនឹងការទិញសបុតគ្រប់ប្រភេទលក់នៅលើ app website Legend Cinema បាទ សប្តាហ៍ក្រោយនេះ អត់និយាយថា fan Mobile Legends គឺ discount យកមក fan MPL បាទ MPL fan MPL ប្រចាំឡាយ 10% ខ្ញុំ fan តកូអូបានចុះ like ចុះតម្លៃដែរតែចុះតម្លៃថ្លៃញ៉ាំទឹកសុទ្ធ តែហ្គេមនេះបើសិនហៅ hero វាយកលូក៏ពិបាកដែរ បាទ បាក់វាយកលូធំមែន hero ហ្គេម បាទបោក យើងស្ទើរតែម៉េច និយាយទៅ final slash ទៅក៏បាទដាច់ដែរ final slash ទៅគេគប់ skill ទី2មកចេញសើចជួយ បាទ បើថាត្រាស់នេះយើងទទួលស្គាល់ការ sustain និង combo ត្រាស់ a lot threat train ក៏ជារឿងល្អតែតែការ200,000 minimate ដែរ សំខាន់បាទ front ហើយ line អេស៊ូអាចលងខ្លួនដែរទេព្រោះមានការបថោងតាំងស្បៃធ្វើការដកថយលឿនឆ្កើតយកតែម្ដងពីអេស៊ូ អូយអេស៊ូ អូយបាក់ចូលណាបាក់ control មែនតើបាក់ចូលណា ហើយគេយកទឹកទីទឹកតំណោមើល time គាត់បាទការ flank ក៏គាត់យ៉ាចង់វាយ បាទចូលទៅដល់ពីបូមធ្វើការបាន retreat ជាមួយនឹងផផមានការកកយិនមកជាមួយនឹងការក្រាក់ទេវត្តមានរបស់គូសែនតែឡាជីកអានឹងលងខ្លួនដែរទៅចាប់ជីកទៅលើទៅអេស៊ូតែមានការចាយ flicker ពីវត្តមានរបស់បូមដូចគ្នាផងដែរ លឿនហ្មងគាត់ជីកយទីទៅលោតចោលប្រុយ បាទបាញ់វាយមួយវាយបាច់ហ្នឹង យ៉ា ព្រោះមិញគាត់ដឹងថាគាត់លងដែរណាបាទបើគាត់នៅដាច់គាត់មិនត្រូវដាច់គាត់ទេអញលងដល់គេគាត់ ទីទូ trend នៅខាងផ្លូវបតំឡែនមានការយកបានពី Vincent តែប៉ុណ្ណេះចំណេញបាត់ហើយ អូយលុយលីក 4K ជាងអី Oracle ready ណាមកFelix បានជាមួយ Oracle តែស្រួលមាន ready ណាមក បាទ 4k ជាង8នាទីច្រើនគូសំទៅផ្សេងក៏ Vincent ក៏ដូចជា Felix បាទក៏ជា Dark Side Stick ក៏នៅចំណាត់ថ្នាក់លេខ4 បាទ Tier 1 Direct តន់ដាច់ដល់ហើយទេដាច់ Tier 1 Silent ទាំងពីរផងដែរ បាទឃើញ map បាទពី D7 ដឹងថាក្រាមគាត់នៅក្នុងហ្នឹងដូចគ្នា តែឃើញគេឃើញគាត់សម្រាប់គេឃើញគាត់ចូលនៅមួយថ្ងៃហើយកើបយកហ្នឹង បាទ នេះអូមានឯសមួយ Brute Force VX ចាត់ចែង LS Battle B Dark Side តែគូសែន item ច្រើនដែរដល់2 slot ហើយដែរ បាទ យ៉ាតែគេនឹង Vincent ក៏មាន2 item ទឹក3 item ណា Perfect Raw ទេឡើយ Golan ទល់ Golan ខុសគ្នា3ឲ្យ go បាទតែគាត់ថាហ្គេមនេះបើយើងមើលទៅជាមួយនឹងក្រាមគាត់នេះណាគ្រាន់តែ check map ណាអត់ទាន់បានបោក team fight ណា ប្រហែលនឹងដើរតាមមេតាមួយនៃពេលដែល game ចង់ឲ្យគាត់រុញទៅដល់ late game ដើម្បី comeback មកព្រោះសារតែចាប់ពី8នាទីទៅpassive goal គាត់ចាប់បានឡើងច្រើនអញ្ចឹងគាត់ចង់ substantial defensive ទៅ late game មាននេះឲ្យវាយបែនបាទបើសិនជាក្នុងករណីដែលគូសែនមានលុយ game នេះក៏បាក់លេងដែរសម្រាប់ដាក់ក្រៃ មានការ invest ចូលទៅដល់ perform របស់យកហ្មង free ផផមួយ level 14ទល់ level 10ខុសគ្នា4 level វ៉ាវ អូយ 3 total យើងគិតមើលទៅ 3 total បាន3 kill ទៀត ហើយបើមួយទៀតឥឡូវមកលួចបានមើលមួយទៀតបាទ ដល់មែនហើយ ស៊ូវេទនាតែម្ដងមកឡតនេះអាចនឹងពិបាកចូលទៀតហើយ ងុន ឡតនេះបើចូលអាចលងបើសិនជាក្រាមគាត់មកពីក្រោយ បាទតែហ្គេមនេះបើសិនជាប្រឡែងឡតម្ដងហើយម្ដងទៀតពិបាកក្នុងការ clear ណាអត់មាន hero clear
lọt free lọt mà đấy nè mới bạn cho ta còn thế tăng bị thật thò bay thật thò cái free này nè free bay thật thò hay lọt yeah objective free អូក្រាមក៏មានម៉ូថលទៅនោះ nè mới chip thông big game chip thông big bà hiền cho mau mới team fight mỗi cứ game min chip game min teleport cái ai spray ban của pe liền បាទ ភាសាគឺពិបាកនៅក្នុងការបន្តមែនតើ បាទ បើកពធមកទេនេះ បាក់ចោ បើកចោល បាទចង់ភ្លាមជាមួយនឹងការគាស់ T1 Terrain យកតែម្ដងប៉ុន្តែសារមានការ ultimate ដើម្បី clear ជាមួយនឹង T1 Terrain អត់ឲ្យយកបានទេពីខាង Dark Rai អូយ និ យូរ យាយរួមទៅ Pro Esport មានតែខំមកសកត់ចិត្តទេហ្គេមហ្នឹងគឺត្រូវធ្វើមិនត្រូវមានតែតុបទេចាំ late game ចាំគូសែនវាយចេញទេ ខេតក៏គួយមើលខំអត់ ខំដែរខំ តែបានណាបើសិនជារំពឹងទៅលើ damage របស់ Harrod តែមួយ ហ្នឹងហើយចុះមានអីទៀតមានអាហាររដ្ឋភាសាហ្នឹងហើយ តែមួយសើ damage magic គិតមើល ហ្នឹងហើយ physical អត់មានទៀត យ៉ា បាទតើ RT clear ជាមួយនឹង land game នេះមានតែការព្រាលយក cooldown ទេប៉ុន្តែមានការចាប់ stand ទៅលើវត្តមានរបស់សាដូចគ្នាបាទក្រាមក៏មានការបើក map បានមួយឈ្មោះមួយឆ្ងាញ់យកតែម្ដងប៉ុន្តែជាមួយនឹង passive នៅ T3 terrain នៅខាងផ្លូវបន្ត land ក៏អត់ឲ្យបែក តបបានភាសាថាប្រភេទ hero របស់ខាង Dark Rai Esport គាត់ Granger ក៏បានជា hero ដែលគេហៅអ្នកដែលវាយកំទេចទៅលើ turret ណា ហ្នឹង អញ្ចឹង Granger ទៅសម្បត្តិ អូចាក់មួយចាក់ពីរបាទផតយកតែម្ដងជាមួយនឹងការបុក team fight ចាក់ចូលទៅដល់ជាមួយនឹងវត្តមានរបស់ Dark Side ប៉ុន្តែមានការជីកកជាមួយនឹង Ace មានការចូលជាមួយនឹងផតលុកខ្លួនហើយពីវត្តមានរបស់មានការតែប៉ុន្តែទីវត្តមានការយកបានប៉ុន្តែពីវត្តមានរបស់ Dark Rai Esport មិនញាក់បើវិញ កំពុងតែជីកសក់ឃើញគេនៅក្នុង turret ចាក់ភ្លេចកន្លងលឿន មកអត់ បាទសិងមួយសិងពីរបាទពី Dark Side យ៉ាមកនេះ free ហើយ Dark Side មានតែចាប់ទេបាយដល់ស្លាប់មួយពីវត្តមានរបស់ Sorry M Felix ប៉ុន្តែអាចបថោងតោងស្បែកបានល្អខ្លាំងតែជាមួយនឹងការ cover គ្នាពី D7 Yes នេះគឺជាយុទ្ធសាស្ត្រនិងតារារបស់ខាង Pro Esport ហ្នឹងមើលទៅគឺគាត់ substand early game និង Kai team fight ទុកឲ្យ Kuzen ជាអ្នក farm បាទ ពេលដែលមាន តែ ហ្នឹង មានទេណា ហើយពេលដែលគាត់មាន item ដែរអាហ្នឹងគាត់អាចនឹង power spike បានហើយមកផ្ទះហើយនឹងថនពី Azu ហ្នឹងបាទ អូ recall ឡើយ ឥឡូវ អាយ៉ា អូយយ ដាក់ Sooner ណា ដាក់ emote sooner អាយ៉ា អាយ៉ា បងប្អូនគេណា emote ហ្នឹង ហ្នឹងហើយ emote បងប្អូនគេគេពងហៅបងប្អូននេះជួយមើលនេះអេ បាទយ៉ាងរៀងស្ងប់ស្ងាត់ហើយហ្គេមនេះដូចជាមិនសូវវាយគ្នាប្រហែលទេប៉ុន្តែលទ្ធផលជាមួយនឹងការបំបែក kill ពីខាង Pro Esport ក៏អត់ទាន់បានផងដែរបាទតាមក៏បើក map 2នាក់ជាមួយនឹង Boom បាទធ្វើការមកហ្គេងយកផផយកតែម្ដងពីខាង Dark Rai Esport យក free និយាយទៅខាង Pro ឥឡូវក៏អត់មានធ្វើអីក្រៅបើកលុយពីវត្ត បើលុយពីវត្ត ហ្នឹងហើយលុយ passive របស់គាត់ពី6ទៅ8 goal ទៅចិនរហូត8បើរសារឥឡូវគាត់ចោតទេសំបីតា grip ក៏គេយក minion គេ clear minion គេຕົក free នៅពាក់កណ្ដាល map យកហ៊ានទៅ clear មិនកើត គេមានអារម្មណ៍ចាំឲ្យគេ fail ទេហ្គេមនេះ បាទដល់ព្រួនជាប់ Dark Side តែ Dark Side នៅក្នុងហ្គេមនេះក៏ពិបាកក្នុងការចាប់គាត់ដែរអត់មាន100ចាប់ហ៎ មកឈីបនៅក្រមក clear lane ហើយទៀត ណងជិតចង់ឲ្យទៅ flash ក្រោយឯងដើម្បីបើក hot spray ព្រោះអា skill អុកវាហ្នឹងវាឥឡូវអុកទៅចាំ minion ដែរឥឡូវ clear បាន minion ទេ ហ្នឹងហើយពីមុនអុកអត់ចប់ minion ទេចប់តែ hero យេហេរ៉ូរ៉ូគេ free ដែរ lot free lot free lot មិនអីទេប្រវត្តិសាស្ត្រអាចនឹងកាត់ឡើងម្ដងទៀតដែរទេសម្រាប់ Dark Rai Esport យ៉ា លើកគេ 12k គេ comeback អីចឹងមើលមួយឡតនេះអាចបុកចូលអត់មានសៀលទេខ្ញុំគិតថា200អាចយកបានមកផ្លូវយកបានអីបងបាយយកតែម្ដងប៉ុន្តែបងធ្វើការចាយជាមួយនឹង Flicker ដកថយក៏ដូចជាឡាននេះអាចនឹងបុក team fight ដែរទេ off flicker គេចាយ skill 2មែនគាត់ចាយ skill 2បន្តលេងដាច់គាត់ អូទៅផ្ទះអាចនឹងបើក portal ចូល team fight ដើម្បីហ្គេមនេះក្រាមគាត់បើក portal ចូលមកមានការ attack មកចូល portal វិញដែរទេជាមួយនឹងការបងវាយទៅលើ Boom មុនគេ Boom បានមានបញ្ហាបាយដល់ស្លាប់មួយពីគាត់មានបាល់ Glory Emperor អេស៊ូមកផ្ទះឡើងជាបានច្រើនមែនតែជាមួយនឹងការអស់ចូលទៅក្នុងផ្ទះតែដាច់ជាមួយនឹងគាត់មានបាល់អេស៊ូបានតែបន្តែយកមកជាមួយនឹង Felix ចាក់ចោលចាក់ឡើងអស់ជាមួយនឹង Stay Disman ធ្វើការ cover ជាមួយនឹងការបន្ត RT យកតែម្ដងពីគាត់មានបាល់សា Clear លត់បានដែរទេលត់ទៅដាច់ជា20%យកដល់ជាមួយនឹងការចូល scheme អើយពីក្រាមគាត់បាយ portal ធ្វើការចាក់សិងយកតែម្ដងពីគាត់មានបាល់ Dark Side ធ្វើការឡើងជាមួយនឹង Vincent ណាមួយអត់មាន hero បុកផ្ទះជាមួយនឹងការបោកវាយចូលទៅក្នុងផ្ទះយកតែម្ដងជួយការជាជាប់ស្តាន់នៅក្នុងផ្ទះដាច់យកតែម្ដងពីវត្តមានរបស់ Boom ហើយនឹង Vincent បាទឬសូតាប៊ូមដាច់2នាក់មកហើយជាមួយនឹង Vincent ក៏ដូចជា Boom តែអត់មាន stack ទេតែ3ផ្លូវហើយ បាន3ផ្លូវ អូ លើចំណេញគេមាន chip គេនៅចំណេញ ហ្នឹងហើយ ទោះយកបាន Vincent ហើយមួយ Boom មានតែមួយ kill ឡើងហើយ Vincent មាន kill ឡើង បាទ
បាទពីយក ហេចែក មិន គ្នា មក hero ពីយក បើ hero មាន strict អីមានតែមួយនឹងមានដាក់ខ្សែមកកែនអត់មានធៀលហ្នឹង យ៉ា 4 2ហ្នឹងលេ តែ ខ ឈ្នះ objective សត អូខ្ញុំធ្វើក្រៅណា teammate បញ្ចេញបាទពី Vincent លេខ1តែម្ដង Kusan លេខ2 យ៉ា បាទលេងស្រាប់ស្ងាត់ដែរបាទដល់ការតាំងចិត្តនិងភាពអំណត់ពី Pro e-sport ដល់ក្រៃក៏គាត់អត់ control ដូចគ្នា បើអាទីពីស្តេងធ្វើការមកពីក្រាមក៏តបផថជាមួយនឹងការបោកវាយដែរទេជាមួយនឹងក្រាមក៏សងម្ដាយទៀតបតៃយកមកជាមួយនឹងបូមធ្វើការបដៃជាមួយនឹងរបស់គឺសែនបានហើយក៏មានការចាក់ចោលចាក់ឡាបតៃយកមកជាមួយនឹងសារពីក៏បានតបមកពីដាក់សាយដាក់សាយធ្វើការបានជាមួយនឹង double kill ហើយជា game នេះ wipe out game ទី1 វត្តមានរបស់ Dark Rai Esport យកជ័យជំនះទៅលើ Pro Esport បានមួយបន្ទុកមុនបាត់ទៅហើយ Game 1 secure ពី Dark Knight e-sport អូ prediction របស់ជា តាប់ប្រឆាំងអស់ហ្នឹង ហេតោះណា